ប្រស្រីទាំងអស់នេះគឺជាវីដេអូសកម្មភាពរបស់សមាជិកព្រមទាំងគណៈធម្មយាត្រាញោមពុទ្ធបរិស័ទរបស់យើងបានទៅទស្សនានៅទន្លេកុងទីទាំងទន្លេកុងទីនៅនេះមានភាពស្រស់ស្អាតជាងមុនកាលពីមុនជាកន្លែងមួយដែលមិនសូវស្អាតទេនៅទីនេះដោយសារតែញោមនៅទីហ្នឹងគាត់គិតថាជាទឹកមួយដែលអាចងូតទៅលាងបាបលាងអីបានអញ្ចឹងខ្ញុំចង់កំណត់គ្នាទៅងូតទឹកលាងបាបអីកន្លែងហ្នឹងហើយសាកសពអីដុតល្មមរលវាបោះចូលក្នុងលេកុងទីហ្នឹងហើយគេអត់ដុតអស់ហេតុតែគេបោះចូលអញ្ចឹងទៅខ្លាញ់តែពេញទឹកទន្លេកុងទីហ្នឹងគេគិតថាបោះទៅព្រះគេនាំយកទៅកើតឋានលើឋានអីចឹងណាជំនឿគេនឹងនៅទីហ្នឹងក៏ពីសម័យកូវីដអីឆ្លងកូវីដនៅហ្នឹងច្រើនណាស់ខ្ញុំសម័យកូវីដហ្នឹងចាគឺគិតថាព្រះគេជួយអញ្ចឹងគេនាំគ្នាមួយទឹកលាងបាបលាងអីនោះគេនឹងស្ដាប់សុខាភិបាលណែនាំហ្នឹងថាឲ្យជុំគ្នាជុំទៅណាទីសប្បាយនិយាយគ្នាណាពេលខ្លះរៀងរឹងសប្បាយនិយាយគ្នាតិចដល់ពេលគាត់អត់ស្ដាប់ចឹងទៅមួយទឹកនឹងឆ្លងងាប់រៀនពេញហ្នឹងឆ្លងសម័យកូវីដឆ្លងច្រើនចឹងនេះគឺជាសកម្មភាពរបស់អាត្មាដែលនាំនៅលោកគ្រូរងវិទ្យាទៅមើលនៅទន្លេកុងទីហ្នឹងហើយនៅទន្លេហ្នឹងស្អាតព្រោះអាត្មាទៅហ្នឹងតែជាម៉ោង5អីតិចតួចនៅទីហ្នឹងណាទេសភាពរៀងព្រឹកដែរអត់ទៅជាត្រជាក់អីទេមកល្មមចឹងយើងបានជីកទូកអីមើលមកទូកធម្មតាឲ្យសម្ដែងខសម្ដែងអីនៅទីហ្នឹងប្រវត្តិអីខ្លះៗតែទៅនៅទន្លេកុងទីហ្នឹងក៏នៅវីដេអូហ្នឹងក៏អាត្មាថតទៅដើម្បីបង្ហាញដល់ញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលមិនបានទៅដល់ទន្លេកុងទីហ្នឹងឲ្យបានមើលបានទស្សនាខ្លះៗពីទិដ្ឋភាពនៃទន្លេកុងទីសពថ្ងៃហ្នឹងតែទឹករៀងស្រស់បន្តិចអញ្ចឹងណាតែអត់អីទេទឹកនៅស្អាតល្អណាអត់ដូចពីមុន